បាទបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបស្លត្រកួនបាទអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានត្រកួនត្រីរ៉ស់អំពិលទុំទឹកត្រីអំបិលស្ករត្នោតម្អមប្រហុកបាទអញ្ចឹងខ្ញុំនឹងធ្វើការបេះត្រកួនចេញសិនបាទគឺយើងបេះស្លឹកវាចេញបាទយកតែដើមទៅតែបើបងប្អូនចូលចិត្តស្លឹកបងប្អូនអាចទុកស្លឹកនៅខាងចុងបន្តិចទៅបាទនឹងហើយសម្រាប់ខ្ញុំទុកបន្តិចបន្តួចទេបាទគឺខ្ញុំបេះត្រកួនឲ្យអស់បាទនេះគឺស្លឹកវាបាទស្លឹកហ្នឹងយើងមិនយកនោះទេបាទគឺយើងចាក់ចូលទៅក្នុងធុងសម្រាមទៅបាទចំពោះស្លឹកត្រកួនដែលបេះហើយនេះបាទគឺយើងមិនត្រូវការទេបាទឥឡូវខ្ញុំចាក់ចូលហើយបាទឥឡូវគឺត្រកួនរបស់យើងនេះគឺក្រោយពីបេះរួចហើយបាទក្រោយពីបេះរួចហើយនេះគឺត្រកួនយើងបានប៉ុណ្ណេះបាទឥឡូវយើងធ្វើការលាងបាទខ្ញុំនឹងដាក់ទឹកលាងឲ្យស្អាតបាទឥឡូវខ្ញុំចាប់ផ្ដើមលាងហើយបាទឲ្យត្រកួនយើងបានស្អាតបាទហើយបន្ទាប់ពីលាងមកយើងនឹងយកមកដំឲ្យទន់បន្តិចបាទដំល្មមបានហើយបន្តមកទៀតគឺខ្ញុំនឹងកាត់ជាកង់ជា3កំណាត់ទៅបាទនេះណាខ្ញុំកាត់ជា3កំណាត់ទៅបាទខ្ញុំនឹងលាងម្ដងទៀតឲ្យកាន់តែស្អាតបាទលាង2ទឹក3ទឹកទៀតទៅបាទដើម្បីឲ្យជឿជាក់ថាត្រកួនយើងបានស្អាតពិតប្រាកដមែនបាទឥឡូវខ្ញុំលាងហើយបាទខ្ញុំទៅរកគ្រឿងផ្សំបន្តទៀតបាទនេះគឺស្លឹកគ្រៃបាទខ្ញុំត្រូវការស្លឹកគ្រៃបាទអញ្ចឹងសម្រាប់ស្លឹកគ្រៃជាទូទៅខ្ញុំតែងតែដាក់ស្លឹកគ្រៃដែលវាជួយកាត់ឆ្អាបផងដែរបាទអញ្ចឹងខ្ញុំនឹងកាត់3-4សន្លឹកបាទហើយនេះគឺជាម្ទេសបាទម្ទេសយើងបេះពី3ផ្លែមកបាទដើម្បីស្លត្រកួនរបស់យើងឲ្យឆ្ងាញ់បាទនេះគឺត្រីបាទត្រីនេះខ្ញុំនឹងកាត់ជា3កង់បាទកាត់ជា3-4កង់នឹងទៅបាទឥឡូវខ្ញុំនឹងធ្វើការដាំទឹកបាទកាត់ភ្លើងរួចហើយបាទដាំទឹកយើងគឺដាក់បើថាយើងចង់បានសម្លមួយចានដាក់ទឹកមួយចានទៅបាទហ្នឹងហើយឥឡូវឃើញថាទឹកពុះហើយបាទទឹកពុះហើយគឺខ្ញុំនឹងធ្វើការដាក់អំបិលចូលបាទមកចុងស្លាបព្រាទៅបាទអំបិលនេះក៏ជួយកាត់ឆ្អាបផងដែរបាទឥឡូវខ្ញុំបង់អំបិលចូលហើយពេលទឹកពុះបាទខ្ញុំនឹងធ្វើការដាក់ត្រីចូលបាទត្រីដែលខ្ញុំបានកាត់រួចអំបញ្ញមិញនេះបាទប៉ុន្តែមុននឹងដាក់ត្រីគឺខ្ញុំត្រូវដាក់ស្លឹកគ្រៃដែលខ្ញុំបានកាត់រួចបាទឥឡូវដាក់ត្រីចូលហើយបាទហ្នឹងហើយបាទទឹកយើងកំពុងតែពុះបាទគ្រប់ផងដែរនេះបាទអញ្ចឹងយើងនឹងដាក់គ្រឿងផ្សំយើងបន្តបន្ទាប់ចូលមកបាទមានត្រកួនរបស់យើងហ្នឹងបាទហើយដាក់គ្រឿងផ្សំទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងបាទនេះគឺរួចរាល់ទៅហើយបាទពិតជាមានរសជាតិឆ្ងាញ់បាទអរគុណសម្រាប់ការចូលទស្សនាបាទ